នៅកណ្ដាលមហាសមុទ្រធំមួយឆ្ងាយពីដីធំរាប់ពាន់គីឡូម៉ែត្រមានកោះតូចមួយដែលលាក់អាចកំបាំងដ៏ធំកោះនោះគឺ Easter Island កន្លែងដែលមានរូបសំណាកថ្មីរាប់រយឈរមើលទៅមេឃដូចជាកំពុងរងចាំអ្វីមួយពួកគេហៅវាថាម៉ូអាយរូបចម្លាក់ម៉ូអាយមួយចំនួនមានកម្ពស់ជាង10ម៉ែត្រហើយមានទម្ងន់រាប់សិបតោនថ្មដ៏ធំធេងនេះត្រូវបានកាត់ចេញពីភ្នំហើយផ្លាស់ទីឆ្លងមកកាន់កោះប៉ុន្តែសំណួរដ៏ធំបំផុតគឺមនុស្សបុរាណធ្វើដូចម្តេចនៅពេលដែលមិនមានម៉ាស៊ីនមិនមានកង់ដែកមិនមានបច្ចេកវិទ្យាទំនើបតើពួកគេអាចផ្លាស់ទីធំៗបែបនេះបានយ៉ាងដូចម្តេចតើដូចក្នុងរឿងព្រេងនិទានដែលគេនិយាយថារូបចម្លាក់ម៉ូអាយវាដើរដោយខ្លួនឯងតាមថាមពលវិញ្ញាណឬអំណាចអាចកំបាំងធ្វើឲ្យវាផ្លាស់ទីពីភ្នំទៅឆ្នេរបានរឿងនេះធ្វើឲ្យមនុស្សជាច្រើនសង្ស័យថាតើពួកគេមានបច្ចេកវិទ្យាអ្វីដែលបាត់បង់ឬវាមានអ្វីមួយលើសពីការយល់ដឹងរបស់យើងបើតាមជំនឿសម្រាប់ជនជាតិរ៉ាប៉ានុយម៉ូអាយមិនមែនជាថ្មធម្មតាទេវាតំណាងឲ្យបុព្វបុរសមេដឹកនាំនិងអ្នកមានកិត្តិយសនៅក្នុងសង្គមពួកគេជឿថាវិញ្ញាណរបស់បុព្វបុរសរបស់គេនៅតែរស់នៅក្នុងរូបចម្លាក់ទាំងនេះហើយគេជឿថារូបចម្លាក់ម៉ូអាយអាចការពារនិងផ្ដល់សិរីសួស្តីដល់ភូមិហេតុនេះហើយទើបភាគច្រើននៃម៉ូអាយបែរមុខចូលទៅក្នុងភូមិដើម្បីមើលថែនិងការពារកូនចៅរបស់ពួកគេ